សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel The Ghost Story សូមជូនរឿងអគារដែលគេបានបោះបង់ចោលជាច្រើនឆ្នាំមកហើយនៅជុំទីក្រុងមានអគារចាស់មួយឈរលាក់ខ្លួនក្រោមស្រមោលដើមឈើធំៗវាជាអគារកុមារកំព្រាបន្ទាប់មកត្រូវបានគេបោះបង់ចោលក្រោយមានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងជាច្រើនមនុស្សក្នុងភូមិក្បែរៗនោះតែងស្ដាប់សូរសំឡេងយំនិងឃើញភ្លើងចេញពីក្នុងអគារនឹងមានវិញ្ញាណជាច្រើននៅពេលយប់ពូម្នាក់នៅផ្សារនិយាយទៅវីរៈថាបើក្មេងៗណាចូលលេងធួចិត្តក្លាហានពួកគេច្រើនតែឃើញវិញ្ញាណថ្ងៃបន្ទាប់មុខស្លេកភ្នែកស្ងៀមដូចជាឈឺចាប់ពីអ្វីដែលមនុស្សធម្មតាមិនអាចយល់ពាក្យទាំងនេះคล้ายជាផ្កាភ្លើងបញ្ឆេះចិត្តវីរៈជានិស្សិតសារព័ត៌មានឆន្ទៈបញ្ចូលខ្លួនក្នុងការស្វែងរកការពិតគាត់គ្រោងយករឿងអគារនេះធ្វើវីដេអូ YouTube គាត់អញ្ជើញមិត្តស្រីតារានិងមិត្តប្រុសសុខាតារាស្ងប់ស្ងាត់តែចូលចាក់រឿងអាកំបាំងសុខាជាមនុស្សខ្ជិលភ័យតែស្រឡាញ់ការថតវីដេអូយប់មួយពួកគេយកកាមេរ៉ាភ្លើងពិលនិងខ្សែសុវត្ថិភាពបើកទ្វារអគារដែលគ្មាននរណាបើករយៈពេលជាច្រើនឆ្នាំសំឡេងក្រៀកដូចជាសំឡេងឆ្អឹងបែកចេញពីសាច់ជញ្ជាំងមានស្នាមដៃប៉ះប្រឡាក់ដូចជាមនុស្សណាម្នាក់ធ្លាត់រត់គេចចណ្ដាលឡើងជាន់ទី2មានអាកាសត្រជាក់បុកមុខតារាបានឮសំឡេងក្មេងនិយាយថាបងគុំចាក់ចេញសុខាសើយបញ្ឆោតប៉ុន្តែភ័យញ័រពេញបំពង់កនៅបន្ទប់ធំជាន់ទី2មានកៅអីក្មេងចាស់និងក្តារខ្មៅមានអក្សរចាស់សរសេរថាសូមកុំបោះបង់យើងវិលាកថតគៀកកាមេរ៉ាភ្លាមនោះមានស្រមោលមួយដើរកាត់ពួកគេទាំងអស់គ្នានៅពេលត្រឡប់ទៅមើលគ្មានអ្វីពួកគេឃើញបន្ទប់មួយពោពេញដោយរូបថតក្មេងៗរូបមួយនៅកណ្ដាលគឺក្មេងស្រីសក់វែងពាក់សម្លៀកបំពាក់ពណ៌ខៀវភ្នែកនាងស្រមោលដូចមានជីវិតភ្លាមនោះទ្វារក៏បិទភ្លាមពន្លឺចេញមកផ្លត់និងក្មេងស្រីឈរនៅមុខពួកគេខ្ញុំឈ្មោះស្រីនាងប្រធាននាងជាក្មេងកំព្រាដែលត្រូវបានអ្នកគ្រប់គ្រងបិទទុកពេលមានជំងឺរាតត្បាតមិនមានអាហារទឹកនិងថ្នាំក្មេងៗស្លាប់នៅក្នុងភាពងងឹតនាងជាមនុស្សចុងក្រោយដែលនៅសល់ស្រាប់តែពេលនោះរកតារាមិនឃើញតារាមិននៅក្បែរស្រាប់តែឮតារាស្រីពីជាន់លើថាជួយខ្ញុំផងវីរៈនិងសុខារត់ឡើងនៅបន្ទប់ខាងលើមានស្នាមដៃឈាមលើជញ្ជាំងនៅចំហៀងគឺរូបថតតារាតែជារូបថតចាក់ដោយថាត្រីថតជាច្រើនឆ្នាំមុនស្រីនាងនាំពួកគេទៅបន្ទប់ក្រោមដីនៅទីនោះមានឆ្អឹងក្មេងៗជាច្រើននាងសុំថាសូមប្រាប់លោកឲ្យពួកគេដឹងថាយើងធ្លាប់មានពួកគេចេញបានដោយប៉ះពាល់ចិត្តយ៉ាងធ្ងន់ធ្ងរវីដេអូត្រូវបានអាប់ឡូតប៉ុន្តែមនុស្សឃើញមុខក្មេងស្រីនៅខាងក្រោយអគារត្រូវបំផ្លាញតែវិញ្ញាណតាមមកដល់ផ្ទះវីរៈសំឡេងក្មេងនៅជិតលោកបានសន្យាមិនទៅណាចោលខ្ញុំភ្លាមនោះភ្លើងផ្ទះបិទកញ្ចក់បែកមុខក្មេងស្រីបញ្ចេញពីអាការៈគួរឲ្យខ្លាចខ្លាំងហើយរឿងនេះមិនមានអ្នកណាដឹងបន្តបើបងប្អូនពេញចិត្តសូមជួយចុច Subscribe ម្នាក់មួយសូមអរគុណ